อายุกันแต่เจริญគុណធម៌ត្រូវតែចម្រើនដូចអាយុដែលកំពុងតែកើនកុំឲ្យអាយុកាន់តែច្រើនគុណធម៌កាន់តែធ្លាក់ចុះមានន័យថាអាយុកាន់តែច្រើនសេចក្តីល្អនិងបុណ្យកុសលត្រូវប្រឹងចម្រើនមកខ្លួនយើងនេះឲ្យបានកាន់តែច្រើនណាពីព្រោះអីពីព្រោះយើងដឹងថាខ្លួនយើងនេះអាយុកាន់តែច្រើនហើយទៅស៊ីទៅរកអីបើដូចជាព្រះអាទិត្យវិញវាទៅស៊ីរកតែកន្លែងលិចមែនទេយាយណារកកន្លែងលិចហើយអ្នកខ្លះអាយុ70ស្មើនឹងម៉ោង6ល្ងាចណាអ្នកខ្លះអាយុ75អីស្មើនឹងម៉ោង6កន្លះអ្នក80ម៉ោង7ល្ងាចឆឹងហ្នឹងណាអ្នកទៅ50អីស្មើនឹងម៉ោង2ដល់10ថ្ងៃត្រង់40ណាអ្នកទៅទៅកើតបាន7ថ្ងៃស្មើនឹងម៉ោង7ព្រឹកអញ្ចឹងយើងដឹងតែខ្លួនយើងទៅស៊ីរលិចហើយយើងធ្វើម៉េចខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អដើម្បីឲ្យស្អែកឡើងបានរះជាព្រះអាទិត្យដដែលមានន័យថាម៉េចមានន័យថាព្រះអាទិត្យថ្ងៃហ្នឹងវារះមកជាព្រះអាទិត្យលិចទៅឲ្យស្អែកឡើងរះជាព្រះអាទិត្យដដែលយ៉ាងណាមិញយើងបានបកកើតឥឡូវនេះជាពូជមនុស្សណាបានជាឯកឧត្តមបានជាអុកញ៉ាបានជាទេសរដ្ឋមន្ត្រីបានជារដ្ឋមន្ត្រីបានជាឧបនាយករដ្ឋមន្ត្រីបានជាអុកញ៉ាឬក៏បានជារាជសម្បាញ់ក្តីឲ្យតែយើងបានភាពជាមនុស្សខ្ពង់ពោះប្រសើរណាស់ព្រះលោកប្រសើរសភាពជាមនុស្សនេះណាពូជមនុស្សនេះព្រះអង្គប្រសើរណាបើយើងមិនទាន់បានសម្រេចពធជាន់ខ្ពស់យើងរក្សាពូជមនុស្សឲ្យបានអញ្ចឹងឥឡូវយើងដឹងតែយើងបានមកមនុស្សដោយសារបុណ្យខំប្រឹងសន្សំបុណ្យឲ្យរួចណាស្លាប់ពីមនុស្សទៅកើតមកជាមនុស្សទៀតមានន័យទៅដូចព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលតោះទេយាយណាកុំឲ្យលិចហើយស្អែកឡើងអត់បានរះឬរះទៅអីផ្សេងណាយ៉ាងណាមិញយើងបានជាមនុស្សឲ្យបានមកជាមនុស្សទៀតកុំឲ្យស្លាប់ពីមនុស្សទៅមកវិញស្រាប់អត់បានជាមនុស្សតកតុយវិមុខពីក្រោយឯក្បែរយើងរាល់ថ្ងៃអញ្ចឹងធ្វើម៉េចខំប្រឹងមានសតិសម្បជញ្ញៈហិរិអោតបៈនឹងចងខ្លួនយើងជានិច្ចណាយកសេចក្តីល្អនឹងដាក់ក្នុងខ្លួនជាពិសេសបុណ្យកុសលនិងសេចក្តីសុខកើតនៅក្នុងចិត្តរបស់យើងនេះដូចអាត្មាបញ្ជាក់អញ្ចឹងហើយចិត្តនេះពិបាកណាពិបាកក្នុងការឃុំក្រងពិបាកក្នុងការមើលថែវាណាមកសាបញ្ជាក់ថារូបរាងកាយរបស់យើងបើទោះបីជាយើងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយមិនពិបាកទេក្នុងការស្វែងរកថ្នាំមកព្យាបាលពេលខ្លះសំបីតែជំងឺមហារីកក៏វិទ្យាសាស្ត្រគេឥឡូវអាចព្យាបាលបានទៀតណាទើបតែដឹងដំបងគេអាចព្យាបាលបានដល់ដំណាក់កាលមហារីកហើយនៅតែគេអាចព្យាបាលបានព្រោះកាពះក៏ដោយថ្លើមក៏ដោយបេះដូងក៏ដោយប្រមាត់ក៏ដោយណាឈឺនេះឈឺនោះគ្រប់សពរាប់រយចម្ពោះទៅតាមប្រភេទនៃជំងឺទៅតាមការរស់នៅអិរិយាបថរបស់យើងប្រចាំថ្ងៃហើយដោយញោមទាវជាសភារាឯក្នុងភូមិគ្រឹះរបស់គាត់រស់នៅលក្ខណៈ natural មានន័យថាធម្មជាតិស្រូវក៏ដាំហូបក្នុងនឹងបន្លែក៏ដាំក្នុងនឹងគាត់ហូបណាលក្ខណៈធម្មជាតិសុទ្ធសាធអញ្ចឹងបានមើលសាច់ឈាមរបស់គាត់ស្រស់ថ្លាយើងអត់ហូបគីមីហើយមិនសូវឈឺទេណាអ្នកហូបអញ្ចឹងមិនសូវឈឺទេអាត្មាតើចាស់បុរាណមកកើតមិនតាន់ទេសម័យញោមប្រុសកាលពី70ឆ្នាំជាងមុនគាត់ថាលោកកូនចាស់ពីមុនគាត់ណារស់នៅដោយសមាជីវោណាហើយល្អណាស់បន្លែបកាត្រឹមតែរបស់ហូបចុកហើយគេអត់ដែលលក់ទេចាស់បុរាណគាត់អត់ដែលលក់ទេរបស់ហូបចុកគឺគាត់ចែកគ្នាហូបអ្នកទៅស្ទូចត្រីបងត្រីបានយកអ្នកមកមានបន្លែមកគេផ្លាស់ដូរគ្នាហូបគេអត់លក់ទេជំនាន់នោះតែញាតិញោមកើតតាន់ប្រហែលជាដឹងហើយហើយតំណាំក្បែរផ្ទះមិនដែលមានផ្ទះណាអត់មានជីក្រីអត់មានជីអត់មានអមអត់មានទេសអត់មាននេះគឺជាទូទៅមានគ្រប់ផ្ទះចាស់ជំនាន់មុនណាមែនទេយាយរបស់ហូបចុកគឺយើងមានគ្រប់ផ្ទះដល់សម័យនេះស្រួលមែនតែនទៅញោមណាអាស័យក៏ទិញសំបី7ក៏ទិញឥឡូវនេះណាក៏សាំងក៏ទិញហើយយាយស្រុកស្រែដល់ពេលខ្លះមកទៅសើអួតប្រាប់លោកទេណាដេកគុណណាហើយស្រុកទេសយើងឥឡូវវាស្រួលមែនប៉ុន្តែស្រួលមែនតែនធ្វើមនុស្សវាខ្ជិលណាសំបីតែជាក្រីគ្រាន់តែយើងដាក់ចោលក្បែរពីងទឹកមិនបាច់ស្រោចទឹកឯងព្រលឹមឡើងខ្ពុលមាត់ស្ដោះតែទឹកមាត់ដាក់វាក៏រស់ដែរមែនទេបើអត់ណាអារបស់អញ្ចឹងក៏ទៅទិញគេស្មាមើលគំនិតយើងណាកាន់ទៅមុខហើយណាមនុស្សកាន់តែខ្ជិលទៅអាងទៅទិញគេហើយគាត់អួតតែលោកគ្រូហើយចាំបាច់ប្របាក់ដាំមកវេទនាទៅអីណាក្តៅថ្ងៃបាក់ញើសហូរញើទៅអីព្រលឹមឡើងបន្លែគេឥឡូវមិនបាច់ចាំដើរទៅផ្សារទេឥឡូវគេដឹកដល់ផ្ទះនេះគុណគាត់ថាអញ្ចឹងណាបន្លែគេដឹកដល់ផ្ទះទៀតអត់អង្គទៅទិញអង្គមកបោមមកហូបរួចមួយខែមិនបាច់ធ្វើស្រែក៏ហូបបានណានឹងកូនទៅធ្វើទៅរោងចក្រមកយកលុយយកមកទិញអង្គហូបស្រួលណាបន្លែគេដឹកដល់ផ្ទះស្រួលមកហូបគេដឹកដល់ផ្ទះស្រួលណាឥឡូវនេះអត់លុយអត់ប្របាក់ទៀតលោកគ្រូមិនបាច់ចាំប្រឹងទៅរកស៊ីអីអត់លុយយកតែប្លង់ផ្ទះទៅផ្ដិតមេដៃពោកយកលុយមកចាយស្រួលដល់ថ្ងៃគេអូសផ្ទះស្រួលដូចគ្នាទៅសើគាត់ណាមកទៅសើប្រាប់លោកទៀតគំនិតយើងណាគំនិតយើងអត់មើលទៅជីវភាពប៉ុណ្នេះញាតិញោមមានស្រាប់ហើយមិនបាច់និយាយប្រាប់ញាតិញោមទេតែនិយាយប្រាប់អ្នកក្របានត្រូវរឿងនេះឥឡូវយើងនិយាយរឿងផ្លូវចិត្តយើងដែលអាត្មាបញ្ជាក់ថ្ងៃនេះចង់និយាយពីជំងឺផ្លូវកាយនិងផ្លូវចិត្តរបស់យើងនេះវាខុសគ្នាយ៉ាងម៉េចជំងឺផ្លូវកាយកាលណាយើងឈឺយើងអត់ពិបាករកថ្នាំទេមែនទេយាយនៅវិទ្យាសាស្ត្រវាទំនើបអត់ពិបាករកថ្នាំទេណាជំងឺដែលពិបាករកថ្នាំបំផុតជំងឺអី
ណាជំងឺផ្លូវចិត្តរបស់យើងនេះពិបាកណាស់ហើយជំងឺផ្លូវចិត្តនឹងមានច្រើនរាប់រយចម្ពោះដូចគ្នាពីព្រោះអីពីព្រោះយើងជាប់ជាពាក់នៅក្នុងកិលេសកម្មនិងវត្ថុកម្មណាស្រឡាញ់ពេញចិត្តប្រាថ្នាជាប់ជាពាក់ឆន្ទរាគៈប្រកាន់មមចំពោះអត្តាតែកាលណាស្រឡាញ់ចំពោះតួខ្លួនហើយអ្វីៗគ្រប់សពអកុសលផ្សេងកើតឡើងចម្រើនណាប្រាថ្នាកាន់តែច្រើនសេចក្តីទុកកាន់តែច្រើនស្រឡាញ់កាន់តែខ្លាំងទុកកាន់តែខ្លាំងដកសេចក្តីស្រឡាញ់បានកាន់តែច្រើនទុកក៏អស់កាន់តែច្រើនដកសេចក្តីប្រកាន់មមបានកាន់តែច្រើនសេចក្តីសុខផ្លូវចិត្តក៏មានកាន់តែច្រើនកាលណាយើងនៅតែជាប់ជាពាក់នៅតែប្រកាន់មមសេចក្តីទុកនៅតែមាននៅតែមានណាជំងឺផ្លូវចិត្តរបស់យើងនេះបើនិយាយធំអត់មានច្រើនទេណាញោមចំណាំណានឹងអាត្មាបង្រៀនពីវិធីសាស្ត្រដាក់ថ្នាំយ៉ាងម៉េចឲ្យជាផ្លូវចិត្តរបស់យើងនេះពីព្រោះណាទើបតែសរសេរសភៅហ្នឹងឥឡូវនិយាយពីគោលសភៅហ្នឹងខ្លីបន្តិចឲ្យញោមមានចំណាប់អារម្មណ៍ចង់អានសភៅហ្នឹងយេណាមើលមកនេះបងណាយើងឈឺផ្លូវចិត្តរបស់យើងនេះឈឺអត់ច្រើនទេជំងឺធំមានតែ3ទេញោមចំណាំជំងឺទី1គឺជំងឺទោសៈណាទោសៈចិត្តជំងឺទី2គឺជំងឺលោភៈចិត្តជំងឺទី3គឺមោហៈចិត្តជំងឺផ្លូវចិត្តរបស់យើងរាប់ដោយធំមាន3ហ្នឹងណាហើយដូចជំងឺផ្លូវកាយអីកាលណាយើងឈឺកាពះយើងត្រូវរកថ្នាំកាពះមកដាក់អត់មានឈឺកាពះទៅដាក់ថ្នាំថ្លើមទេកាលណាយើងដាក់ថ្នាំខុសកាន់តែធ្ងន់ប្រតិកម្មអញ្ចឹងជំងឺទាំង3ធំហ្នឹងត្រូវមានថ្នាំដាក់ឲ្យចំមុខជំងឺដូចគ្នាដូចញោមទាវអីគាត់ពងតែណាថ្ងៃបន់អញ្ចឹងនឹកឃើញសំណោះស្ដាយនឹកឃើញអឡោះអាឡៃនុសាវរីយ៍សាដើមវិញទុកផ្លូវចិត្តកើតមានទៀតពេលហ្នឹងតែអញ្ចឹងយើងរកវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងកុំឲ្យកើតទុកខ្លាំងដូចជាជំងឺទី1ទោសៈចិត្តបើយើងដឹងតែជំងឺទោសៈចិត្តនេះវាកើតតើយើងត្រូវយកថ្នាំអីយកទៅដាក់ហើយទោសៈនេះកាលណាកើតមានហើយសុខអត់មានទេញោមចំណាំសុភមង្គលសេចក្តីសុខផ្លូវចិត្តអត់មានហើយចប់ហើយទោះបីយើងមានទ្រព្យប៉ុណ្ណាក៏ដោយញាតិញោមខ្លះគាត់ច្រើនតែពិបាកផ្លូវចិត្តណាមានទ្រព្យហើយពេលខ្លះផ្លូវចិត្តរបស់គាត់អត់ល្អអញ្ចឹងយើងរងាប់យ៉ាងម៉េចដើម្បីឲ្យសុខផ្លូវចិត្តរបស់យើងមានសេចក្តីសុខណាទោសៈនេះមិនធម្មតាទេដែលអាត្មាប្រៀបឧបមាថាភ្លើងនៃទោសៈនេះណាដូចជាភ្លើងដែលគ្មានល្ងើកគ្មានផ្សែងតែវាក្តៅខ្លាំងជាងភ្លើងដែលមានល្ងើកមានផ្សែងនេះណាហើយទោសៈនេះឧបមាមួយទៀតដូចជាយក្សអ្នកដើរតួយក្សមិនដែលល្អទេណាអ្នកដើរតួយក្សមួយមិនដែលល្អទេញាតិញោមធ្លាប់ឃើញគេដើរតួយក្សមុខល្អទេយេមុខអត់ល្អទេណាគូអញ្ចើមគូចកោមគូថ្មិញអីមិនល្អទេហេតុអីគេតំណាងឲ្យសភាវៈអាក្រក់ហ្នឹងគឺវាមិនល្អអញ្ចឹងណាយ៉ាងណាទោសៈចិត្តរបស់យើងនេះដូចជាយក្សតែយក្សដែលមានចកោមនៅលើឆាកនេះមកมันខ្លាំងដូចយក្សអត់ចកោមនៅក្រោមឆាកនេះទេអាយក្សទោសៈនេះតើកាលណាខឹងទៅអានោះចេញមកយក្សអយើងសើចទេណាដល់ពេលទោសៈចិត្តរបស់យើងនេះខឹងទៅកប៉ិចខ្ទេចចានស្រាក់ខឹងទៅតិចទូទាស់ខឹងទៅតិចពីងទឹកអញ្ចឹងវាអត់សេចក្តីសុខអញ្ចឹងយើងរកវិធីសាស្ត្រទៅម៉េចដើម្បីរងាប់ផ្លូវចិត្តរបស់យើងបានថ្នាំរងាប់ទោសៈចិត្តហើយមានដូចគ្នាទាំងអស់ទោសៈចិត្តនេះញាតិញោមក៏មានអ្នកទេសនេះក៏មានក៏តិចឲ្យច្រើនហ្នឹងហើយមិនបដិសេធទេមានដូចគ្នាញាតិញោមខ្លះសួរទៅលោកគ្រូហើយលោកគ្រូទាស់ចិត្តរឿងអីដែរបើគ្មានប្រពន្ធគ្មានកូនធ្វើឲ្យទាស់ចិត្តគ្មានញាតិគ្មានទ្រព្យឯណាធ្វើឲ្យថ្នាំងថ្នាក់គ្មានការងារឯណារវល់ច្រើនណារស់ស៊ីលីសៃរែកពុនឲ្យទាស់ចិត្តថាគ្មានប្រពន្ធកូនធ្វើឲ្យទាស់ចិត្តពេលខ្លះទៅខឹងលោកនេនក្នុងកុដហ្នឹងណាបាបនឹងលោកនេនហ្នឹងណាគាត់តែតិចអីច្រើនអញ្ចឹងឲ្យថាអស់គឺមិនអស់ទេពុទ្ធជនអញ្ចឹងយើងត្រូវរកថ្នាំព្យាបាលឈឺខ្លាំងព្យាបាលតាមរបៀបខ្លាំងឈឺតិចព្យាបាលតាមរបៀបតិចនឹងឥឡូវយើងឈឺជំងឺទី1ហ្នឹងទោសៈចិត្តហ្នឹងតើយើងយកថ្នាំអីទៅលេបថ្នាំរបស់ព្រះមាន2គ្រាប់គ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ចៈញោមចាំណាហើយធម្មតាយើងលេបថ្នាំយើងត្រូវលេបជាមួយអីញោមលេបមួយអីថ្នាំលេបជាមួយទឹកអញ្ចឹងថ្នាំព្រះក៏មានទឹកដូចគ្នាធម្មោអោសថោណានឹងគ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ចៈលេបជាមួយទឹក3កែវទឹកកែវទី1ទឹកមេត្តាទឹកកែវទី2ទឹកករណាទឹកកែវទី3សន្តោសៈកាលណាយើងដឹងតែខ្លួនយើងមានជំងឺទី1គឺជំងឺទោសៈចិត្តនេះយើងលេបថ្នាំ2គ្រាប់ធំហ្នឹងខន្តីសោរញ្ចៈហើយលេបជាមួយទឹក3កែវគឺទឹកមេត្តាទឹកករណាទឹកសន្តោសៈកាលណាយើងលេបថ្នាំ2គ្រាប់ហើយនឹងទឹក3កែវនេះទោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាទោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាស្ងប់រងាប់ទៅបានប៉ុន្តែត្រូវដឹងរបៀបលេបឧទាហរណ៍តែថ្នាំយើងដុកទ័រគេផ្សំមកណានេះលក្ខណៈបង្រៀនធម៌ញាតិញោមណាស្ដាប់ងាយមិនពិបាកក្នុងការស្ដាប់គ្រាន់តែយើងចំណាយពេលវេលាបន្តិចប៉ុន្តែមិនវែងទេប្រហែលជា40នាទីយ៉ាងយូរមកចប់ពោខ្លាចតែដំលោកទៀងអង្គុយបានយូរនេះបើយើងមានពេលវេលាយើងរៀនធម៌ណាលក្ខណៈបង្រៀនទៅយើងងាយយល់យូរទៅយល់ចូលចិត្តក្នុងពធណា
យើងត្រូវដឹងក្បួនលេបទៀតដូចឆ្នាំពេទ្យដុកទ័រគេផ្សំមកថាយាយឈឺកាពះអញ្ចឹងឈឺខ្លាំងគេផ្សំមួយខែមួយខែហ្នឹងឆ្នាំមួយថង់តែមួយថ្ងៃលេប3ដងព្រឹកថ្ងៃល្ងាចដល់យើងយកមកយើងចង់ជាឆាប់យើងអត់លេបមួយខែដាក់តែមួយថ្ងៃទាំងអស់ហ្មងវានាំឲ្យយើងកាន់តែពិបាកទៅវិញយ៉ាងណាមិញអ្នកខ្លះចង់រងាប់ផ្លូវចិត្តខំប្រឹងទៅសុំសិលខំប្រឹងទៅធូរសមាធិខំប្រឹងទៅស្រាប់ធម៌អាចិត្តនោះនៅក្តៅខ្លាំងហើយយើងខំប្រឹងព្យាយាមតាមមួយពេលធ្វើម៉េចឲ្យរងាប់ផ្លូវចិត្តនឹងបានវាអត់អាចរងាប់បានទេត្រូវតែព្យាយាមមានវិរិយៈនោះព្យាយាមក្នុងការហាត់ពុតលត់ដំអប់រំចិត្តរបស់យើងរឿយចំណាយពេលវេលាក្នុងការស្ដាប់ចំណាយពេលវេលាក្នុងការគិតពិចារណាហើយស្ដាប់ហើយយើងយកពាក្យនឹងទៅគិតពិចារណាហាត់ពុតលត់ដំអប់រំខ្លួនយើងកើតជាប្រយោជន៍ញោមកើតជាប្រយោជន៍ណាអញ្ចឹងពេលណាយើងខឹងភ្លាមមានខន្តីកើតឡើងផ្លែតអញខឹងទៅដុតទៅចិត្តឯងក្តៅតែឯងឧបមាបុគ្គលកនិងបុគ្គលខអាកនឹងវាខឹងទៅអាខនឹងវាអត់ខឹងជាមួយយើងផងនៅវាក្តៅកាហាយទៅខ្លួនយើងឧបមាថាអ្នកខឹងនឹងដូចអោបដុំភ្លើងជាប់នៅនឹងទ្រូងហើយអ្នកដែលអត់ខឹងយើងឧបមាដូចជាទឹកអញ្ចឹងយើងខឹងទឹកនឹងខ្លាំងណាស់យើងថាចង់អោបអាដុំភ្លើងនឹងទៅទម្លាក់ឲ្យរីងទឹកហ្នឹងណាអោបទៅពីផ្ទះទៅរត់ទៅដល់ទឹកទម្លាក់ទៅទឹកនឹងវារីងឬក៏ភ្លើងនឹងវាអលត់ភ្លើងអលត់ទម្លាក់លើកទី1អលត់អោបម្ដងទៀតទម្លាក់លើកទី2ក៏នៅតែភ្លើងនឹងវាអលត់ទឹកនៅតែទឹកណាយ៉ាងណាមិញទីបំផុតទៅទឹកនៅតែទឹកតែយើងនេះអាលៀកទ្រូងផងអាលៀកដៃផងយ៉ាងណាមិញពេលដែលយើងខឹងគេយើងក្តៅកាហាយខ្លួនយើងគេអត់ខឹងយើងគេរស់នៅជាសុខគេសម្រានលោកស្រួលយើងដេកក៏មិនស្រួលណានៅក៏មិនស្រួលណាអញ្ចឹងសំខាន់ណាស់យើងរៀនហាត់ពុតលត់ដំអប់រំផ្លូវចិត្តរបស់យើងនេះណាដើម្បីសេចក្តីសុខនឹងវាកើតសេចក្តីសុខនឹងកើតហើយកាលណាយើងហាត់ពុតលត់ដំបានកុសលចម្រើនញោមណាបុណ្យកុសលមិនបាច់ចាំដើរទៅបុណ្យណាទេបុណ្យកើតនៅនឹងខ្លួនយើងបានហាត់ពុតលត់ដំបានល្អនឹងបុណ្យកើតគ្រប់គណៈចិត្តកាលណាយើងទូមានចិត្តរបស់យើងបានល្អហើយណាសោមនស្សចិត្តនឹងកើតឡើងសមាទិដ្ឋិនឹងកើតឡើងពេលហ្នឹងកុសលកើតឡើងព្រមក្នុងគណៈនឹងដូចគ្នាហើយតើកាលណាកុសលកើតហើយវិបាកឲ្យផលមកវិញជាសុខណាទាំងបច្ចុប្បន្ននិងបរលោកខាងមុខហើយតើអកុសលកើតឡើងហើយវិបាកឲ្យផលមកវិញជាទុក្ខទាំងបច្ចុប្បន្នទុកទាំងប្រលោកខាងមុខអញ្ចឹងកាលណាយើងខន្តីលេបក្របខន្តីនេះបានអត់ធន់ដឹងមានសតិរលឹកខ្លួនយើងដឹងថាកាលណាយើងខឹងយើងមានសេចក្តីក្តៅកាហាយនៅវិនិច្ឆ័យអន្តរាយខាតខូចប្រយោជន៍ទៅខ្លួនយើងខន្តីកើតឡើងផ្លែតពេលណាខន្តីកើតសោរញ្ចៈកើតមានតាមនឹងដែរកើតមានបន្ទាប់ពីខន្តីសោរញ្ចៈនឹងកើតបន្ទាប់ពីខន្តីពេលណាខន្តីបានសោរញ្ចៈកើតមានគឺស្ងប់កាយស្ងប់វិចារស្ងប់ចិត្តបើតាវិញកាយលែងវាយលែងដំលែងតតលែងធាក់ហើយបើយាយវិញមាត់លែងឲ្យពតើណានឹងយើងស្ងប់កាយស្ងប់វិចារស្ងប់ចិត្តហើយវិធីសាស្ត្រកាត់បន្ថយរោគខន្តីមួយទៀតនោះគឺណាល្អប្រសើរណាស់គឺយើងរៀនអញ្ញឹមញោមវិធីសាស្ត្រនេះនិយាយញោមសាករៀនអញ្ញឹមព្រឹកឡើងបើកភ្នែកឡើងលុបមុខអញ្ញឹមដាក់ប្តីតិចទៅអញ្ញឹមដាក់កូនតិចទៅអញ្ញឹមដាក់ញាតិអ្នកបម្រើអីតិចទៅមានសេរីណាមានសេរីញោមសាកមើលព្រោះលោកអ្នកប្រាជ្ញលោកថាចេះញញឹមព្រោះស្គាល់សង្ខាររលោភញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមមួយយ៉ាងនោះព្រោះចរិតញញឹមបណិតព្រោះចិត្តជាញញឹមតស៊ូនឹងឧបសគ្គញញឹមបំបាក់សេនាមាញញឹមព្យាបាលអស់រោគាញញឹមរាល់គ្នាចិត្តមេត្តាញញឹមពុទ្ធអនន្តសួរញញឹមគប់គួរតាមធម្មតាបើញញឹមវឹកហាត់កាប់ទោសាញញឹមស្នេហាមិនបាច់ហាត់នេះអាកន្លែងញញឹមវឹកហាត់កាប់ទោសាលោកថាញញឹមនឹងអាចវឹកហាត់ល្អអាចកាប់ទោសៈបានឧបមាថាមើលតាខឹងយើងខ្លាំងណាស់ឧទាហរណ៍បើណាលោកយាយស្រុកស្រែឧទាហរណ៍តាខឹងយើងខ្លាំងណាគាត់ដើរសំដៅមកកាន់តបងមកណាដើរសំដៅមកយើងមើលតែខឹងបើខឹងខ្លាំងយើងកំតបអីទាំងអស់មើលតែគាត់ដើរសំដៅមកហើយញឹមដាក់គាត់ទៅវិញពេលខ្លះទម្លាក់តបងនឹងចុះសើជាមួយយាយក៏មានមកធ្លាប់ឃើញណានឹងអាហ្នឹងបើយើងអត់តបតទៅវិញដោយណាអិរិយាបថមិនសមរម្យណាមួយគាត់តែសើចញឹមជាមួយគាត់ទៅជាទោសៈហ្នឹងវាស្ងប់រងាប់រសាយក្នុងគណៈនឹងវិញសើចលេងជាមួយប្រពន្ធវិញប៉ុន្តែបើទីហោតែសើចទៅហើយទីហោគាត់ដើរមកហើយខំប្រឹងញឹមបើញឹមទៅតានៅរដើមមកមុខទៀតអាហ្នឹងតើយើងរកកន្លែងស្រួលបើណារត់ចេញបើនៅតែញឹមទៀតលោកគាត់ថាឌឺគាត់ហិតតែធ្ងន់ណាប៉ុន្តែពេលខ្លះយើងញឹមទៅអាចកាប់ទោសៈចិត្តបានទោសៈចិត្តបានអញ្ចឹងវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងនៃយើងត្រូវលេបថ្នាំពីក្របហ្នឹងខន្តីសោរញ្ចៈណាកាលណាយើងរងាប់បានល្អសុខផ្លូវចិត្តកើតមានហើយយើងលេបជាមួយទឹក3កែវមិញនេះសំខាន់ណាស់ទឹកហ្នឹងទឹកកែវទី1គឺទឹកមេត្តាកែវទី2គឺករណាកែវទី3សន្តោសៈនឹងព្រះលោកបង្រៀនយើងអញ្ចឹងណា
កាលណាយើងមានមេត្តាចិត្តករណាចិត្តទូទុនទៅរកមនុស្សសត្វជុំវិញខ្លួនយើងសុខញោមបើសុខញោមមើលអ្នកដែលសំសិលអ្នកដែលរៀនធម៌គាត់មានសេចក្តីសុខស្ងប់ផ្លូវចិត្តដោយសារអីគាត់អត់មានជាប់ជាពាក់រឿងអីច្រើនហើយគាត់អត់បានប្រព្រឹត្តអកុសលចិត្តច្រើនបងហើយកាយរបស់គាត់អត់ហ៊ានលើកដៃកាប់សម្លាប់គេទៅកើតដោយសារអីដោយសារមានមេត្តាករណាចិត្តហ្នឹងហើយនឹងសន្តោសៈ3ហ្នឹងសំខាន់ណាស់អ្នកដែលអត់ហ៊ានកាប់សម្លាប់សត្វដទៃបានគឺដោយសារធម៌3ហ្នឹងនៅក្នុងខ្លួនដូចអាត្មាអីទៅនៅវត្តតាំងពីអាយុ6ឆ្នាំលោកគ្រូយកទៅចិញ្ចឹមតាំងពីតូចទល់ពេលនេះអាយុ34 35ហើយអត់ដែលស្គាល់សម្លាប់បានសត្វមួយទេដោយសារអីណាឲ្យអត់ហ៊ានទេញោមឃើញគេដឹកមន់ដឹកទីអីសឹងអាស្រក់ទឹកភ្នែកជំនួសសត្វពេលខ្លះអាណិតដោយសារយើងមានមេត្តាចិត្តករណាចិត្តអញ្ចឹងព្រះលោកឲ្យបង្រៀនយើងឲ្យស្រឡាញ់មនុស្សសត្វដទៃដោយផ្ដល់មេត្តាចិត្តករណាចិត្តដល់មនុស្សជុំវិញខ្លួនយើងសុខណាហើយអ្នកដែលកាប់សម្លាប់សត្វរាល់ថ្ងៃដោយសារអីខ្វះមេត្តាហ្នឹងខ្វះករណាហ្នឹងខ្វះសន្តោសៈគ្មានសតិពិចារណាថាពេលខ្លះបើយើងមានសតិរលឹកតែបន្តិចមានបញ្ញាកំណត់តែបន្តិចយើងអត់អាចហូបសាច់កើតទៀតពេលខ្លះសំបីតែសាច់សត្វហ្នឹងយើងអត់ហូបបានទៀតពេលខ្លះយើងពិចារណាទៅវត្តដាក់នឹងវិវល់ចុះឡើងពេលខ្លះម្ដាយឪពុករបស់យើងកូនចៅយើងដែលស្លាប់ទៅអត់ទៀងថាជួនកាលកើតមកជាមនុស្សទៀតណាអត់ទៀងទេជួនកាលគាត់កើតទៅរឿងអីផ្សេងទៅសត្វដែលយើងកំពុងពិសារាល់ថ្ងៃហ្នឹងគាត់ថាបានអញ្ចឹងបើយើងមានសតិពិចារណាដល់ហ្នឹងម្លេះសំយើងអត់ហ៊ានហូបសាច់ទាំងអស់ហ្នឹងទេបងដូចនៅឥណ្ឌាអីរដ្ឋខ្លះគេអត់ហូបសាច់ទេគេហូបតែបន្លែល្អណាស់ណាហើយរបៀបធ្វើបន់មកគេមិនពិបាកដូចយើងទេយើងធ្វើបន់ម្ដងត្រូវចំណាយអស់រាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារតែជនជាតិស្រីលង្កានិងឥណ្ឌាគេអត់ធ្វើបន់ពិបាកដូចយើងទេសង្ឃទានគេធ្វើខុសពីយើងណាយកពេល5នាទីរៀនពីរបៀបធ្វើបន់របស់គេងាយគេនិមន្តលោកបើថាទីហៅថាគេជ្រះថ្លា7អង្គគេយក7អង្គជ្រះថ្លា10អង្គគេយក10អង្គជ្រះថ្លា20អង្គគេយក20អង្គអញ្ចឹងតាមសទ្ធារបស់គេ7អង្គអញ្ចឹងបាតអត់មានស្លោកបាតទេបាតទេកាន់ទៅណាហើយអត់មានស្បែកជើងពាក់ទេគឺយើងដើរជើងទេហើយអត់មានថងយាមថងអីទេគឺមានតែបាតទេហ្នឹងគឺដើរទៅសំដៅទៅផ្ទះណារបស់គេហ្នឹងទៅដល់ក្នុងផ្ទះគេមានទឹក2ពាងសងខាងផ្ទះគេហ្នឹងសម្រាប់ប្រសង់លោកលាងជើងមុនឡើងផ្ទះអញ្ចឹងលោកលាងជើងហើយលោកឡើងទៅក្នុងផ្ទះគេរតនីបង្ហាញថាគង់កន្លែងណាដែលគេរៀបចំមើលទៅជ្រះថ្លាញោមបើជ្រះថ្លាសាមញ្ញតែជ្រះថ្លាមកជ្រះថ្លាក្នុងចិត្តធ្វើដូចសម័យព្រះបងណាដល់ពេលឃើញគេធ្វើអញ្ចឹងនឹកដល់លោកយាយវិសាខាគាត់ធ្វើបន់ចេះនឹកថាកាលពីមិនទាន់ឃើញសភាពហ្នឹងចេះនឹកថាចុះលោកយាយវិសាខាក្នុងកាពីគេដាក់ថាប្រគេនចង្ហាន់ព្រះម្ដង1000អង្គ2000អង្គហើយទៅរកស្អីប្រគេនបានរាប់ពាន់អង្គដល់ពេលឃើញគេធ្វើបន់អញ្ចឹងបាននឹកឃើញតែចង់3000ក៏ប្រគេនបានដែរដល់ពេលគង់ហើយគេសំសិលនមស្ការរួចចប់សពគ្រប់គេចាប់ផ្ដើមរាប់បាតហ្នឹងអ្នកកាន់កធនបាយយកកធនបាយមកអ្នកកាន់ឧទាហរណ៍សម្ល5មុខគេកាន់កធន5មកមនុស្ស5ផ្សេងគ្នាអត់មានស្រាក់មានអីដូចយើងទេយើងប្រសងមួយអង្គបាតមួយស្រាក់មួយថងយាមមួយមែនទេគេនោះមានតែបាតមួយទេហើយអាសម្ល5មុខហ្នឹងបាយមួយកធនមកហ្នឹងលោកណាត្រូវការឧទាហរណ៍ថាគេដាក់មួយវែកទៅលោកត្រូវការត្រឹមមួយវែកហ្នឹងលោកលើកដៃជាសញ្ញាថាអាត្មាយកតែមួយវែកហ្នឹងទេពីព្រោះកាពះអាត្មាទទួលបានមួយវែកហ្នឹងណាអញ្ចឹងគេទៅមុខទៀតអង្គខ្លះក្បាលពោះរៀងធំបន្តិចដាក់2វែកនៅរំលើកដៃ3វែកនៅរំលើកដៃគេដាក់អស់មួយកធនហ្នឹងឧទាហរណ៍បងអញ្ចឹងតម្រូវការលោកត្រូវប៉ុណ្ណាលោកយកប៉ុណ្ណឹងលើកដៃជាសញ្ញាហកសម្លមក5មុខហ្នឹងមិនមែនយកទាំង5មុខហ្នឹងទេឧទាហរណ៍តែស្ងោរមកមុនបើលោកពេញចិត្តលោកអត់លើកដៃទេគេដាក់ស្ងោរហ្នឹងមកវែកទៅក្នុងបាយជាមួយគ្នាហ្នឹងហើយបើលោកអត់ត្រូវការលោកលើកដៃជាសញ្ញាអញ្ចឹងគេទៅមុខទៀតណាពេញចិត្តសម្លអីលោកលើកដៃជាសញ្ញាអត់ពេញចិត្តលោកលើកដៃជាសញ្ញាណាឲ្យជាសញ្ញាដល់ពេលបង្អែមមកទៀតបង្អែមមកដាក់ក្នុងហ្នឹងទាំងអស់បាយក៏នៅក្នុងហ្នឹងបង្អែមក៏នៅហ្នឹងចង់អាសន្លក់អាមជូរអាឆាអីនៅក្នុងហ្នឹងទាំងអស់ហើយដល់មកដល់វត្តអត់មានជាព្រាអីចកឹះអីដូចយើងអញ៉ៃទេជាព្រាម៉ែចែកឲ្យវល់ចូលហ្នឹងទាំងអស់ណារបៀបរស់នៅដូចសម័យព្រះមិនចឹងហើយចឹងមកគិតថារឿងអីដែលយើងប្រគេន2000អង្គអត់កើតបើលោកយកតែមកកាពះមកកាពះលោកបន្តិចមួយចានណាអញ្ចឹងយើងប្រគេនប្រមាណ1000អង្គក៏បានដែរណាប៉ិនស្រុកយើងបើថាមុន100អង្គអីតបបតបាយ10 20ខ្ទះអីបានគ្រាន់ពួកបាតលោកមួយដាក់មកពេញបាតចង់មកកធនហ្នឹងណាហ្នឹងហើយប៉ុន្តែវាខុសបដិបត្តិគ្នាត្រង់ថានៅស្រីលង្កាមិនសូវមានក្មេងមានចាស់ទុំអីនៅវត្តច្រើនទេមានតែជនបរទេសវាមករៀនសមាធិអីតែស្រុកខ្មែរយើងខុសគ្នាត្រង់ថានៅវត្តបើយើងដាក់របៀបអញ្ចឹងចាស់ដូនជីតាជីឬក៏សិស្សនៅក្នុងវត្តហ្នឹងអត់អីហូបហើយណាអញ្ចឹងយើងធ្វើបដិបត្តិសង្គមយើងចុះគ្រាន់តែចែករំលែកពីចំណេះដឹងពីរបៀបនៃការធ្វើបុណ្យរបស់គេណានឹកឃើញដល់សម័យព្រះគេធ្វើអញ្ចឹងញោមលោកយាយវិសាខាគាត់ធ្វើអញ្ចឹងបានគាត់អាចប្រគេនប្រសងបាន2000អង្គ1000អង្គយើងគ្រាន់តែឃើញសភាពហ្នឹងយើងនឹកដល់សម័យព្រះភ្លាមអញ្ចឹងយើងខំប្រឹងសន្សំសេចក្តីល្អចូលគោលធម៌យើងនេះវិញមួយម៉ាត់ទៀតចប់ណាកន្លះម៉ោងហើយ10នាទីទៀតសន្យា40នាទីបងហើយចុងក្រោយចាំសរុបរឿងបុណ្យរបស់
យើងណាធ្វើម៉េចដើម្បីឲ្យដល់ណាឯកឧត្តមបណ្ឌិតណាឧទ្ទិសកុសលជូនគាត់យ៉ាងម៉េចអីយ៉ាងម៉េចយើងចាំបញ្ចប់ចុងក្រោយយើងសរុបមកវិញនេះយើងរៀនគោលធម៌យើងឲ្យចប់អញ្ចឹងកាលណាយើងមានមេត្តាចិត្តករុណាចិត្តសន្តោសៈទាំង3នេះនៅក្នុងខ្លួនសុខទាំងខ្លួនយើងសុខទាំងមនុស្សសត្វនៅជុំវិញខ្លួនយើងណាហ្នឹងហើយអ្នកអត់មានធម៌ញោមមើលចុះបងណាមើលចុះតែសត្វធាតុនៅជាមួយក៏អត់សុខដែរមន់វិញចាំមិនតាន់ដោះស្លាផងស៊ីអស់អញ្ចឹងបានពាក្យក្មេងៗវាទៅលេងផ្ទះខែភ្ជុំបិណ្ឌទីភ្ជុំបិណ្ឌដល់ចូលឆ្នាំកឋិនអីវាផ្ដាំតេប្រាប់ម៉ែណាសួរមិត្តភ័ក្ដិពុំម៉ាក់ឯងខែមន់សនត្រដោនឹងទៅលេងម៉ែលេងឲ្យលេងសុកអេថាទៅហ្នឹងហើយខែមន់សនត្រដោចូលឆ្នាំភ្ជុំបិណ្ឌនឹងគ្នាទៅណាគេថាទៅលេងខែមន់សនត្រដោទៅលេងផ្ទះអាត្មាដល់លឺចឹងអាត្មាច្រើនត្រឡប់ពាក្យមកវិញមិនមែនខែមន់សនត្រដោទេខែអាដោម្ដងអសត់មន់ណាមិនមែនខែមន់សនត្រដោទេខែអាដោអសត់មន់ព្រោះមុនទៅលេងផ្ទះគេទេផ្ដាំម៉ែទុកកន្លះខែមុនអីនោះម៉ែមេមន់ក្រាប2ហ្នឹងក៏បានលក់ណាហ្នឹងខ្ញុំថ្ងៃនេះខែនេះខ្ញុំទៅលេងផ្ទះនាំមិត្តភ័ក្ដិខ្ញុំអាបាត់ដបងនេះមួយមកកំពង់ចាមនេះមួយមកណាសង្សារខ្ញុំពីបំពេញនេះទៅមួយដល់ឧទាហរណ៍ក៏ហ្នឹងហ่ะអញ្ចឹងអ្នកអត់ធម៌អត់សុខវាក្តៅកាហាយដល់សัตว์នៅជាមួយនឹងទៀតតែបើមនុស្សមានធម៌មកមើលណាផ្ទះញាតិញោមខ្លះមុនទៅសង្កទានសូត្រមុនអីសំបីតែសัตว์ក្នុងផ្ទះនោះស្លូតគ្រាន់តែឃើញលោកឃើញដូនជីចុះទៅនឹងរត់មួយលិតជើងខ្ញុំណារត់មួយលិតជើងណាញោមមើលសភាពណាស្លូតដល់សัตว์ធាតុនៅក្នុងផ្ទះទៀតហើយបើផ្ទះណាមិនដែលស្គាល់ប៉ុនមិនដែលស្គាល់អញ្ជើញដូនជីចាស់ទុំស្លៀកពាក់សលោកមុនទៅគ្រាន់តែមានកម្មវិធីដូចជាមិនបានដូចកម្មវិធីប៉ុនសពអីគ្រាន់តែលោកចុះពីលើឡានតែអានោះរត់ដេញពីចង្ងាយបាត់ព្រុសតាំងពីចង្ងាយមកបងវាកាចដល់សัตว์នឹងទៀតដោយសារអីដោយសារមិនមានធម៌នៅក្នុងចិត្តណាធម៌នឹងឲ្យយើងសុខក្នុងបច្ចុប្បន្ននឹងហើយបាត់តែយើងមើលឃើញជាក់ស្ដែងកុំចាំតែមើលឯណាឆ្ងាយណាបនបាបគុណទោសល្អអាក្រក់សខ្មៅខ្លោចបណ្ឌិតណាមាននៅបច្ចុប្បន្ននឹងហើយញោមខ្លះថាធ្វើបនដឹងបានអីមកវិញណាយើងកុំមើលសភាពឆ្ងាយហួសពីខ្លួនយើងមើលសភាវៈជុំវិញខ្លួនយើងនេះណាអ្នកខ្លះកើតមកយ៉ាងម៉េចណារស់នៅរបៀបម៉េចសេចក្តីសុខរបស់គេរបៀបម៉េចសេចក្តីសុខរបស់យើងយ៉ាងម៉េចណាយើងប្រៀបធៀបមើលបងណាហ្នឹងអ្នកខ្លះគេបន្ទោសថាមិនមែនមកពីប៉ុនទេសុខមកពីខ្លួនគេខំប្រឹងបកកើតសុខទៅសុខវាកើតទៅសាធូប្របីហើយបច្ចុប្បន្នត្រូវតែប្រឹងតែទៅរួមផ្សំជាមួយផលពីអតីតផងទៅសេចក្តីសុខនឹងវាកើតឧបមាដោយការរស់ស៊ីគេថាមិនមែនប៉ុនទេឲ្យយើងមានមកពីយើងប្រឹងតែសាធូតលតែប្រឹងបានវាមានព្រះក៏ព្រះអង្គសម្ដែងដែរប៉ុន្តែបើសិនជាយើងប្រឹងខ្វះប៉ុនទោះបីជាប្រឹងយ៉ាងម៉េចក៏វាអត់ឡើងដែរហោគេថាទៀតអាត្មាអាសាឆ្លើយសំណួរគេដេញដោយច្រើនណាដូចជាសាសនាគ្រឹះអីអាសាទៅប្រជុំអន្តរសាសនាអីជួបមួយសាសនាគ្រឹះអញ្ចឹងភាគច្រើនគេសួរដេញថាអ្នកធ្វើប៉ុនហ្នឹងណាអ្នកប្រឹងរស៊ីហ្នឹងមិនមានមកពីគ្មានកំណត់ថាមែនទេចោះអ្នកខ្លះគ្នារៀនចប់ដល់ដុកទ័រចប់ដល់បណ្ឌិតអនុបណ្ឌិតហើយនៅមានចំណេះប៉ុណ្ណឹងហើយចេញមករស៊ីខ្ចីលុយក្រុមហ៊ុនដាក់ស្អីខាតហ្នឹងដាក់អីវំឡើងហ្នឹងដាក់ខាតដោយសារអីមិនមែនគេមិនមានកំណត់ទេកំណត់គេមានប៉ុន្តែខ្វះពូជពីអតីតឃើញទេអ្នកខ្លះគ្មានចំណេះដឹងអីទេមិនដែលបានចូលសាលាទេប៉ុន្តែរស៊ីដាក់អីក៏ដោះដាក់អីក៏ឡើងឃើញមានចឹងមែនទេយេណាហ្នឹងហើយបុណ្យកុសលណាជំរុញឧបត្ថម្ភគាំពៀយើងមកណាបុណ្យបាបមានពិតប្រកបនឹងមានពិតប្រកបដែលយើងគប្បីពិចារណាហើយបុណ្យបាបនេះណានៅនឹងខ្លួនយើងអ្នកសន្សំអត់មានអ្នកណាឲ្យយើងទៅកន្លែងសុខកន្លែងចម្រើនទេទៅឋានសួគ៌ក៏ដោយមកមនុស្សទៀតក៏ដោយទៅកន្លែងណាក៏ដោយគឺខ្លួនយើងព្រោះអត់មានអ្នកណាឲ្យសុខឲ្យចម្រើនយើងបានទេទៅសួគ៌ក៏ដោយទៅនិព្វានក៏ដោយមកមនុស្សទៀតក៏ដោយណាសម័យព្រះអ្នកអត់ជឿពុទ្ធសាសនាមានច្រើនណាមិនតែសម័យយើងនេះទេមានច្រើនសម័យព្រះណាដូចនាងចេញចាមានអវិកាអនន្តសទ្ធិអបតកសិទ្ធិណាសត្វតែអ្នកណាទេវតតអីណាសត្វតែអ្នកណាបៀតបៀនប្រសាសនាខ្លាំងដូចអាចេលអីហើយដូចព្រាមម្នាក់មើលមកបញ្ជាក់ពីទិដ្ឋិនឹងម៉ាត់ទៀតណាដែលយើងចង់បានសេចក្តីសុខយើងទៅស្វែងរកសេចក្តីសុខឯណាដតីក្រៅខ្លួនយើងណាយើងអត់ជឿកុសលអកុសលព្រោះអត់ជឿហេតុនិងផលណាយើងទៅជឿអ្វីដតីក្រៅខ្លួនព្រាហ្មណ៍គាត់ជឿលើសាសនាព្រាហ្មណ៍ជាទូទៅគឺណាក្នុងមួយឆ្នាំគាត់ត្រូវប្រមូលសត្វចំនួន500ក្បាលដើម្បីយកមកសម្លាប់សត្វហ្នឹងបញ្ជូនសត្វហ្នឹងឡើងទៅឋានសួគ៌ព្រោះសាសនាគេក៏យល់ឃើញតែអញ្ចឹងណាសម្លាប់សត្វទាំងអស់ហ្នឹងឲ្យគ្នារួចពីតិរិឆានពីវេទនាហ្នឹងទៅបានទៅឡើងឋានសួគ៌សាសនាព្រាហ្មណ៍នៅឥណ្ឌាច្រើនណាស់ឥឡូវហ្នឹងក៏នៅតែមានតែបូជាយញ្ញហ្នឹងព្រោះនៅឥណ្ឌាសាសនារាប់រយញោមច្រើនណាស់ច្បោកច្បល់ចូលគ្នាមានអចេលសាសនាឥណ្ឌូហាសនាស្នាវតាសនាពីអរិសាសនាណាអ៊ីស្លាមសាសនាគ្រឹះសាសនាពុទ្ធសាសនាច្រើនសាសនានៅឥណ្ឌាច្រើនណាស់ណាមិចសាសនាចូលគ្នាទាំងអស់អញ្ចឹងអាព្រហ្មញ្ញសាសនាបូជាយញ្ញហ្នឹងក៏នៅមានរាល់ថ្ងៃនេះដល់មួយឆ្នាំគេប្រមូលសត្វចំនួន500ក្បាលមកបូជាថ្ងៃមួយគេសុំសិទ្ធិពីបរិជាណាដើម្បី
ណាប្រមូលសัตว์ពីប្រជាពលរដ្ឋឲ្យបានចំនួន500ក្បាលមកបូជាតាមទម្លាប់ហើយបរិជាលោកអនុញ្ញាតហើយគ្មានប្រជាពលរដ្ឋណាហ៊ានតវ៉ាទេគឺគេដើរប្រមូលតាមផ្ទះយកមកតែម្ដងឲ្យគ្រប់ចំនួនរបស់គេទៅប្រមូលចំគោតាម្នាក់ដែលគាត់មានតគោ2នឹងសម្រាប់ចិញ្ចឹមជីវិតណាដឹកអាទេសដឹកអីចេញទៅរកស៊ីទៅប្រមូលចំគោគាត់មានតែ2ហ្នឹងហើយដល់តែគាត់វាអត់មានអីរកចិញ្ចឹមជីវិតណាគេប្រមូលគោទៅហើយគ្មានអីតវ៉ាគេទេព្រោះបរិជាលោកអនុញ្ញាតហើយអញ្ចឹងដឹងតែប្រឹងអ្នកណាទទួលព្រះហើយព្រះអង្គថាអត់អីទេណាឧបាសកចាំតថាគតទៅជួយព្រះសម្មាសម្ពុទ្ធព្រះអង្គក្រងស្បង់ជីវរសម្ដែងបដិហោះវឹងទៅដល់កន្លែងព្រាមណាដល់ខ្លោងទ្វារនិមន្តចូលទៅណាដល់ពេលចូលទៅដល់គេឲ្យណាកូនចៅបរិវាររបស់គេនឹងដេញព្រះចេញពីកន្លែងជំនុំនឹងវិញណាដេញចេញហើយគេថាណាកន្លែងនេះមិនសមនឹងឋានៈរបស់លោកមកកន្លែងនឹងទេឋានៈយើងផ្សេងគ្នាវណ្ណៈយើងផ្សេងគ្នាបានព្រះសម្មាសម្ពុទ្ធសួរព្រាមមនិលព្រាមអ្វីទៅជាវណ្ណៈណាហើយផ្សេងគ្នានៅត្រង់ណាព្រាមថាលោកអ្នកបួសណាវណ្ណៈផ្សេងគ្នាគឺនៅត្រង់ថាយើងជាព្រាមវណ្ណៈយើងជាព្រាមព្រោះព្រាមវណ្ណៈជាព្រាមហ្នឹងគឺមានតម្លៃណាស់ចំណន់នោះយើងវណ្ណៈជាព្រាមអ្នកឯងវណ្ណៈជាអ្នកបួសជាបព្វជិតវណ្ណៈយើងផ្សេងគ្នាចែកដាច់ពីគ្នាដល់ឡែកដាច់ដល់ឡែកពីគ្នាបានព្រះសម្មាសម្ពុទ្ធមនាលព្រាមនេះមិនហៅថាវណ្ណៈទេណាវណ្ណៈដូចមិនមានអ្វីផ្សេងគ្នាទេតថាគតយល់ថាវណ្ណៈមកដូចគ្នាទៅវិញដូចគ្នាព្រះអង្គថាវណ្ណៈអត់ផ្សេងគ្នាគឺនៅពេលដែលយើងកើតគឺវណ្ណៈតែមួយស្លាប់ទៅវិញគឺវណ្ណៈតែមួយមានន័យថាម៉េចមានន័យថាយើងកើតមកគឺកើតមកតទេដូចគ្នាទាំងអស់មែនទេអាដាមកើតតទេញោមទាវកើតតទេបងណាកូនបនិយោរដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីអុកញ៉ាឯកឧត្តមអ្នកមានមុខមាត់ប៉ុណ្ណាក៏ដោយបងទាំងញោមទាំងអាត្មាគឺកើតមកតទេចេះគ្មានអ្នកក្តាប់មាសមកតាមហើយក៏គ្មានខោគ្មានអាវមកតាមគឺតទេដូចគ្នាទាំងអស់មែនទេណាកើតមកតទេវណ្ណៈតទេដូចគ្នាតែមួយពេលដែលត្រឡប់ទៅវិញអាសាសៈបសាសៈខ្យល់ដកដង្ហើមចេញចូលខណ្ឌ5វិរុទ្ធចូលរូបទៅពេលត្រឡប់ទៅវិញគឺទៅដូចមកដូចគ្នាអាមកក៏តទេដូចគ្នាទៅវិញក៏ទៅតទេដូចគ្នាវណ្ណៈណាក៏មកតទេវណ្ណៈណាក៏ទៅតទេតោះនេះញោមអញ្ចឹងព្រះអង្គថាវណ្ណៈហ្នឹងអត់មានខុសគ្នាទេព្រាមគឺវណ្ណៈតែមួយដូចគ្នាមកតទេទៅតទេបានព្រាមភ្ញាក់បន្តិចព្រាមថាទៀតប៉ុន្តែលោកឯងមិនសមគង់នៅកន្លែងហ្នឹងទេណាអត់សមគង់នៅកន្លែងហ្នឹងទេអត់សមគង់នៅកន្លែងហ្នឹងទេពីព្រោះណាយើងមិនអាចទទួលអ្នកឲ្យគង់នៅកន្លែងហ្នឹងបានទេព្រះសម្មាសម្ពុទ្ធហេតុអីព្រាមថាមកពីទីនេះយើងត្រូវប្រពកម្មវិធីរបស់យើងអ្នកប្រពកម្មវិធីរបស់អ្នកផ្សេងគ្នាសាសនាយើងផ្សេងគ្នាព្រះសម្មាសម្ពុទ្ធបានឱកាសព្រះអង្គសួរព្រាមមនាលព្រាមហេតុអីបានអ្នកត្រូវយកសត្វទាំងអស់ហ្នឹងមកសម្លាប់ដើម្បីបូជាយញ្ញព្រាមថាបបិទ្ធលោកម្ចាស់ខ្ញុំយកសត្វទាំងអស់នេះមកបូជាយញ្ញពីព្រោះខ្ញុំព្រះអង្គអាណិតស្រឡាញ់សត្វទាំងអស់ហ្នឹងឃើញគ្នានៅវេទនានៅរស់ណាដោយយល់តែគ្នារស់ជាសត្វនឹងវេទនាណាស់ចឹងចង់សម្លាប់គ្នាឲ្យស្លាប់ឆាប់បានទៅកាន់ឋានសួគ៌រួចពីតិរិឆានហ្នឹងគេយល់ឃើញតែអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសួរទៀតមនាលព្រាមមានកូនទេតែមានព្រះអង្គកូនប្រមាណ2នាក់ប្រុស1ស្រី1ព្រាមមានប្រពន្ធទេតែមានព្រះអង្គណាហើយព្រាមស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងទេព្រាមថាស្រឡាញ់ណាស់ព្រះអង្គហើយមិនសួរអញ្ចឹងស្រឡាញ់ណាស់ប្រពន្ធកូនខ្ញុំព្រះអង្គឥឡូវបើព្រាមជាមួយសត្វទាំង500ហ្នឹងតើព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងសត្វហ្នឹងឬក៏ស្រឡាញ់សត្វហ្នឹងជាងប្រពន្ធកូនព្រាមថាយីព្រះអង្គមិនបានយកសត្វតិរិឆានមកព្រាមជាមួយប្រពន្ធកូនខ្ញុំព្រះអង្គស្រឡាញ់ប្រពន្ធកូនខ្ញុំព្រះអង្គជាងសត្វហ្នឹងមិនបានស្មើនឹងប្រពន្ធកូនខ្ញុំព្រះអង្គទេបានព្រះធម្មនីព្រាមបើព្រាមពីដំបូងព្រាមនិយាយថាស្រឡាញ់សត្វហ្នឹងអាណិតសត្វហ្នឹងចង់បញ្ជូនគ្នាឡើងឋានសួគ៌ឆាប់ឥឡូវតថាគតសួរព្រាមទៅថាស្រឡាញ់ប្រពន្ធកូនព្រាមខ្លាំងជាងសត្វហ្នឹងទៅទៀតឥឡូវទុកសត្វហ្នឹងមកដុំសិនបងណាព្រាមយកប្រពន្ធកូនព្រាមមកអាលកប្រពន្ធកូនព្រាមដើម្បីបញ្ជូនប្រពន្ធកូនព្រាមឡើងឋានសួគ៌មុនសត្វហ្នឹងពីព្រោះព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងគ្រាន់តែពាក្យប៉ុណ្ណឹងម៉ាត់ព្រាមភ្ញាក់ព្រឺតខ្ញុំភ្ញាក់ត្រង់ដែលថាកូនប្រពន្ធខ្លួនឯងណាយើងអត់ចង់សម្លាប់ដើម្បីបញ្ជូនគាត់ទៅឋានសួគ៌ផងយើងស្រឡាញ់គាត់ប៉ុណ្ណឹងដោយភ័យនឹងការបែកបាក់គាត់ប្រាស់នារីភ័យនឹងសេចក្តីស្លាប់បងណាភ័យនឹងសេចក្តីស្លាប់ចឹងមានសតិពិចារណាថាយ៉ាងណាមិញគេក៏ដូចយើងចឹងដែរទោះបីជាគេជាតិរិឆានក៏គេខ្លាចសេចក្តីស្លាប់ណាគេភ័យគេតក់ស្លុតនឹងសេចក្តីស្លាប់ណាសត្វទោះបីគ្នាគ្មានធម្មសញ្ញាសម្គាល់ដូចយើងប៉ុន្តែគ្នាភ័យនឹងសេចក្តីស្លាប់ដូចយើងញោមធ្លាប់ដែលពិចារណាសភាវៈកតិនៃសត្វមួយសត្វអង្កែបបងអ្នកធ្លាប់ធ្វើអង្កែបដឹងណាមកអត់ដែលធ្លាប់ធ្វើទេប៉ុន្តែធ្លាប់ដឹងអញ្ចឹងអង្កែបពេលណាយើងដាក់កបិតដល់កវាអាដៃវានឹងទៅមិនដឹងអីយីដៃវាផ្គុំចូលគ្នាអញ្ចឹងញោមអង្កែបណាញោមសាក់យកកបិតដាក់ដល់កវាដៃគឺផ្គុំចូលគ្នាអញ្ចឹងបងហើយមករៀម5ដូចយើងអញ្ចឹងអង្កែបមករៀម5ជើងសាមអាត្មាមើលសัตว์ហ្នឹងហើយចេះសម្លឹងមើលវាមកចប់គឺដូចមនុស្សយើងបែរដាក់រុនផ្សិតរុនអីគឺដូចយើងណាបងដូចយើងណាអញ្ចឹងពេលដែលយើងដាក់កបិតដល់កវាគឺដៃវាផ្គុំចូលគ្នាអញ្ចឹងញោមចំណាំវាចង់បញ្ជាក់បង្ហាញយើងថាវាភ័យនឹងសេចក្តីស្លាប់
ខ្លាចនឹងសេចក្តីស្លាប់តក់ស្លុតនឹងសេចក្តីស្លាប់តែយើងមានបានពិចារណាដល់ហ្នឹងណាក្រឹបដើម្បីកាពះខ្លួនឯងដើម្បីសេចក្តីសុខខ្លួនឯងណាអញ្ចឹងបានព្រះលោកឲ្យរៀនផ្ដល់មេត្តាចិត្តករណាចិត្ត